lấy cô đại chân này sắt thì mì tinh mua lại bán vô mì đại chân này thì giống đại pu mong cô si đại pu cho cô sao này nhau sang đa nhau tha piประมาณ 3 nhau tha pi pon 25 คือ off cô lấy chu năm pi pon 25 trên đại chu pi pon 26 đại mền tên vì ọt miền cô bữa sân na chỉ ọt miền hơi bữa về lang hơi cứ ọt cho hỏi bữa đôi chru tê bữa chru mê mà pon mà năm ọt pi bay pon cả bà cô bữa mê mà pon nè thay tom khăng na bàn pờ rồi thà cô nó lục pu tinh màu bị khaiกับพงทมbạn hay chắc ở chuẩn luôn bỏ vía cứ pram rồi lục pram rồi hay làเรานั่นคือโยมมาบ้านประมาณnày lục pu nhưng mà mà ăn chết pi rồi các bà là dưỡng cái sông tinh đấy có thật cái lội dưỡng mong cái năm tới lục pu tinh man các bà là lục pu năm tới tinh mà phải mà rồi các bà chuyện đấy mà rồi các bà chuyện bạn hay năm đấy bạn pram rồi các bà trong pua ca và cắt đôi sập bạt mất phình ta caประกาศ đôi sập mất ta biết thừa khôi mê cốឬក៏យ៉ាងម៉េចតែលោកពូមានបងប្អូននឹងគាត់សួរអញ្ចឹងណាអាហ្នឹងវាคล้ายដូចគ្នាការខ្ញុំវាអត់តាន់ចេះประกาศគេមកประกาศឲ្យក៏អត់ហ៊ានដែរតែជំរាបសួរក៏ដូចជាសួរស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូតាក់ទងនឹងការចិញ្ចឹមគោនៅក្នុងកសិដ្ឋានរបស់លោកពូហ៊ុតលៀងក៏លេខទៅមើលគោខាងនេះវិញពុកម៉ែបងប្អូនឃើញគោសិតតែមានដូចជាមានលេខបងលេខឲ្យគោខ្លះក៏មានបងលេខ2ដូចថាតិចសងខាងគឺមានលេខទាំងសងខាងហើយអញ្ចឹងចង់ដឹងថាគោនេះលោកពូគាត់ទើបតែទិញមកឬមួយក៏គោដែលគាត់ទិញមកយូរហើយអញ្ចឹងចង់ដឹងច្បាស់ខ្ញុំនឹងទៅជំរាបសួរលោកពូបាទសូមជំរាបសួរលោកពូបាទលោកពូហើយអញ្ចឹងនេះឃើញគោនេះឃើញរៀងស្គមមកលោកពូហើយគោខ្លះឃើញមានតិចមានអីលេខដាក់ផ្លាកម្ដង2អាហ្នឹងគូទៅតែទិញឬមួយក៏គូយូរឲ្យលោកពូគូខ្ញុំទៅទិញចូលមកគូទៅតែទិញចូលមកទេលោកពូបាទមិនមែនថាគូលោកពូចិញ្ចឹមហើយដូចថាចោះតិចម្ដងទាំងពីរអីមិនមែនទេលោកពូអត់ទេអានេះគូចេះគាត់កថាគាត់មាន500ក្បាលអញ្ចឹងគាត់លក់ឲ្យខ្ញុំទាំងអស់ហើយគាត់ដាក់គោពូជវិញបាទលោកពូគាត់ដាក់ទឹកគោទឹកដោះហើយនឹងគោបរទេសទាំងអស់បាទលោកពូអញ្ចឹងគោនេះទិញមកពីខាងណាវិញលោកពូគោខ្ញុំទិញពីខាងកំពង់ធំមកទិញមកពីខាងកំពង់ធំបាទលោកពូហើយលោកពូកំពុងតែដាក់អីដែរលោកពូនេះឃើញមានធុងមានអីនេះដាក់ម្សៅរ៉ែឲ្យវាស៊ីឲ្យវាសុខភាពវាល្អតិចបើគាត់យកមកគាត់ដែរឲ្យស៊ីរ៉ែអញ្ចឹងលោកពូទិញយកមកដល់គឺត្រូវដាក់រ៉ែបន្ថែមឲ្យគោនេះដែរបាទអាហ្នឹងរ៉ែ Planet ទេលោកពូបាទរ៉ែ Planet បាទអញ្ចឹងពេលដែលដាក់ភ្លាមអញ្ចឹងតើវាស៊ីដែរលោកពូវាអត់ដែរស៊ីអញ្ចឹងវាស៊ីបាទបើអាហ្នឹងវាមានធុំអីបើស៊ីយូរទៅស៊ីហ្មងដាក់ទៅឃើញបាទលោកពូហើយអញ្ចឹងចំពោះការដាក់រ៉ែហ្នឹងតើក្រៅពីរ៉ែតើមានអ្វីខ្លះទៀតលោកពូអូយើងដាក់ស្មៅបាទស្មៅស្មៅចំណីហើយនឹងរ៉ែហ្នឹងចុងក្រោយគេតិចទៅរ៉ែគឺយើងរួយតិចទេអត់ដាក់ច្រើនដូចចំណីទេអត់ទេយើងដាក់បាទលោកពូតាក់ទងនឹងរ៉ែពេលដែលគោយើងទិញមកថ្មីអញ្ចឹងក៏យើងឲ្យស៊ីដូចគោដែលដែលយើងចំដូចថានំក្រោលចាស់មុនអញ្ចឹងលោកពូដូចគ្នាអត់មានថាគោថ្មីយើងឲ្យស៊ីតិចឬច្រើននេះវាស្តង់ដារវាស៊ីតិចអញ្ចឹងបាទលោកពូវាអត់កាយស្មៅនៅម្ដុំមកខ្លះអត់វាច្រើនពេកអញ្ចឹងគឺយើងត្រូវច្បល់ស្មៅច្បល់អីហ្នឹងទៀតលោកពូបាទហើយអញ្ចឹងសម្រាប់គោដែលលោកពូទិញមកអញ្ចឹងតើលោកពូដាក់ដល់ឡែកឬមួយក៏ដាក់ចូលគ្នាជាមួយគោដែលចាស់គោរបស់លោកពូពីមុនខ្ញុំដាក់ដោយឡែកឯងដាក់ដល់ឡែកបាទអញ្ចឹងបានឃើញនេះលោកពូឃើញគោនេះនេះលេខរបស់វាឡូយទេលោកពូលេខចោះតិចនេះលេខ38សងខាងបាទ B38 អាហ្នឹងគេដាក់មានន័យថាម៉េចវិញលោកពូហ្នឹងក្រុមហ៊ុនគេដឹងគេដាក់អីហើយក្រុមហ៊ុនយើងដឹងបាទហើយលេខចោះម្ដងទាំងពីរយើងលោកពូទាំងពីរបាទហើយចឹងសូមជំរាបសួរលោកពូបន្តិចមុនហ្នឹងគឺបានជំរាបសួរខ្លះហើយថាគោហ្នឹងលោកពូទិញមកពីខេត្តកំពង់ធំបាទហើយចឹងចំនួនរបស់វាគឺ500លោកពូ500ហើយឥឡូវហ្នឹងគឺយកមកបានប្រហែលទេលោកពូខ្ញុំយកមកបានជិត200ក្បាលហើយជិត200ក្បាលហើយបាទលោកពូហើយចឹងនេះពេលដែលខ្ញុំចេញវីដេអូថ្ងៃមុនណាលោកពូឃើញលោកពូទៅដល់ក្រោលឃើញក្រោលគេធំណាលោកពូអូក្រោលគាត់ស្តង់ដារធំណាស់ប៉ុន្តែឃើញគោវាស្គមហើយបងប្អូនយើងគាត់ខមមិនសួរថាហេតុអ្វីបានជាក្រោលគាត់មើលទៅនេះ
ក្រោលស្អាតប៉ុន្តែបើគូវិញភាកច្រើនគាត់ថាភាកច្រើនតែម្ដងគឺគូស្គមអាហ្នឹងមូលហេតុអីដែរលោកពូអានឹងចាស់គាត់អត់ដែរទៅមើលម្ចាស់អត់ដែរទៅមើល2ខែទៅម្ដងបាទទៅ2ខែទៅម្ដងគឺអញ្ចឹងហើយស្អាតដល់មិនមែនថានេះទេគាត់2ខែគាត់ចុះទៅម្ដង1ខែ2ខែគាត់ចុះទៅម្ដងបាទលោកពូហើយអញ្ចឹងគាត់អត់សូវបានមើលគូបាទគាត់ចេញក្រៅប្រទេសរហូតបាទអញ្ចឹងចូលប្រធានបទថ្ងៃមុនលោកពូបាទសង្ស័យប្រធានបទលោកពូថ្ងៃមុនចាក់ដោតដែរចំគូអីលោកពូថាកំពឹងកាមេរ៉ាបាទលោកពូហើយអញ្ចឹងតកតងនឹងគូហ្នឹងគឺគាត់ចិញ្ចឹមដូចថាមានកន្លែងដាំស្មៅឲ្យស៊ីដែរឬមួយក៏អត់ដែរលោកពូកន្លែងដាំស្មៅគាត់មានដែរគាត់កន្លែងគាត់មានមកចប់ប៉ុន្តែគាត់ខ្វះអាអ្នកដែលអត់ចេះបច្ចេកទេសគ្រឿងចាក់គាត់ស្អីក៏មានដែរគាត់ទិញមកអស់រាប់លានដុល្លារគាត់ថាគ្រឿងនេះកសិកម្មខាងកូនអញ្ចឹងគូនឹងគាត់លក់ទាំងអស់ហើយគាត់ឈប់ចិញ្ចឹមឬក៏យ៉ាងម៉េចដែរលោកពូគាត់នៅចិញ្ចឹមប៉ុន្តែគាត់ចិញ្ចឹមស្អាតគាត់រៀបចំស្អាតបាតហើយយ៉ាគាត់យកគូបរទេសមកអញ្ចឹងគាត់លែងចិញ្ចឹមគូប្រភេទគូទលេគូអីហ្នឹងឯងលោកពូបាទគាត់កម្រងគាត់ប្រហែលជាចិញ្ចឹមគូទឹកដោះចិញ្ចឹមគូទឹកដោះវិញបាទលោកពូអញ្ចឹងចំពោះគូនេះជាប្រភេទគូទលេទាំងអស់ឬក៏មានគូក្តាមគូដែរលោកគូទលេទាំងអស់គាត់អត់ចិញ្ចឹមឲ្យគូក្តាមអញ្ចឹងគូទលេទាំងអស់បាទតកតងនឹងការទៅទិញគូហ្នឹងតើលោកពូជាអ្នកទៅទិញដូចថាលោកពូដើរទិញឬមួយក៏គាត់តកតងមកលោកពូគាត់តកតងមកខ្ញុំហ្មងតកតងមកលោកពូខ្វះអីគេសុំទិញតែមកគាត់អត់លក់បាទគាត់សុខចិត្តថាលក់ឲ្យយើងអញ្ចឹងដូចថាគាត់ខ្វះគាត់យកពីយើងដល់យើងគាត់ត្រូវលក់វិញយើងទៅយកពេលណាក៏យើងទៅយកដែរឲ្យតែគាត់ថាលក់2ដងឆ្នាំទៅគាត់លក់ឲ្យម្ដងអញ្ចឹងលោកពូទិញបាន2ដងហើយបាទគាត់ទុកចិត្តយើងអញ្ចឹងគាត់លក់ឲ្យយើងគេសុំទិញដែរគាត់ថាអត់ទេលក់ឲ្យយើងហ្មងដល់ឆ្នាំទៅលោកពូទិញបានប៉ុន្មានក្បាលលើលោកពូឆ្នាំទៅទិញបានប្រហែល100ក្បាលជាងដែរ100ក្បាលជាងបាទហើយឆ្នាំនេះបាន500ក្បាលបាទហើយចំពោះការស៊ីចំណីស៊ីស្មៅរបស់វាខ្លាំងឯលោកពូស៊ីខ្លាំងហ្មងគោមកក្នុងដូចតែអត់ឃ្លានហ្មងគោអត់ឃ្លានបាទខ្ញុំរស់ស៊ីមកឃើញតែស៊ីអត់ងើបក្បាលផងបាទលោកពូតើតើនឹងការទិញគោនេះតើលោកពូទិញមកឬមួយក៏ទិញថ្លឹងខ្ញុំទិញថ្លឹងទិញថ្លឹងឯងបាទព្រោះមានបងប្អូនយើងគាត់សួរថាលោកពូទិញមកឬមួយក៏ទិញថ្លឹងបាទអញ្ចឹងលោកពូបញ្ជាក់ឲ្យលោកពូទិញថ្លឹងទេមិនទិញមកទេបាទហើយអញ្ចឹងចំពោះការទិញថ្លឹងហ្នឹងតើលោកពូថ្លឹងកូនតម្លៃផ្សេងឬមួយដូចថាមេតម្លៃផ្សេងហ្នឹងលោកពូខ្ញុំថ្លឹងទាំងមេទាំងកូនហ្មងថ្លឹងទាំងមេទាំងកូនបាទនិយាយមួយគាត់ទាំងមេទាំងកូនថ្លឹងតម្លៃប៉ុនគ្នាស្មើអញ្ចឹងចំពោះគោដែលលោកពូទិញមកនេះតើភាគច្រើនប្រភេទគោកំមុំឬមួយក៏ប្រភេទគោអបកូនវាច្រើនគោកំមុំមួយម្លុកនេះសិតកំមុំទាំងអស់បាទបើមេកូនខ្ញុំដាក់ក្រោមមេកូនលោកពូដាក់ក្រោលមួយទៀតបាទក្រោមអញ្ចឹងអត់ដាក់ចូលគ្នាទេអត់ទេបាទខ្ញុំសូមជំរាបសួរលោកពូបន្តទៀតអញ្ចឹងគោទាំង500ក្បាលនេះដែលលោកពូទិញស្ទើរតែមេគោអញ្ចឹងលោកពូអញ្ចឹងលោកពូបំពន់លក់ឬមួយក៏លោកពូទុកធ្វើពូជខ្ញុំទុកធ្វើពូជឯស្អាតណាស់ទុកធ្វើពូជបាទធ្វើទាំង500ក្បាលហ្នឹងលោកពូបើគោមេគោខ្ញុំប្រហែលជា800បើគោអស់ហើយបើយើងមិនទឹកពូជយើងឌឺដាច់ពូជពឹងប្រជាពលរដ្ឋគាត់បោះបង់អស់ប្រហែល3ឆ្នាំនេះចង់អស់លេងតាមភូមិដល់អញ្ចឹងយើងអត់អាចថាទៅទិញគាត់បានទៀតមានតែបង្កើតកូនខ្លួនឯងអនាគតទៅគឺកន្លែងណាក៏អត់មានគោដែរព្រោះអស់ហើយឥឡូវគោដាក់ចំណីសិតតែមេទិញឈ្មោះអត់បានយកមេដាក់ចំណីទៀតអញ្ចឹងដាច់ពូជហ្មងគោស៊ីដាច់ពូជគោសានេះខ្ញុំស្តង់ដាខ្ញុំថាពីប្រហែល3ឆ្នាំ4ឆ្នាំមុនខ្ញុំថា2025គឺអស់គោហើយឥឡូវចូលឆ្នាំ2025ទៀតដាច់ចូល2026ដាច់មែនតើវាអត់មានគោអត់ឡើងថ្លៃក៏អត់មានគោដែរឥឡូវនេះហើយយើងដែលអត់មានគោបើសិនណាជាអត់មានហើយបើវាឡើងហើយគឺអត់ចុះទេព្រោះអត់ដូចជ្រូកទេបើជ្រូកមេ1000មួយឆ្នាំអត់2-3000ក្បាលគោបើមេ1000អ្នកថែទាំខ្លាំងណាស់បាន700បានលពូដោយសារតែគោកូនបានតែមួយឯងកាន់បានមួយឲ្យយូររយៈពេលយូរអញ្ចឹងដូចតែគាត់អ្នកមានលុយច្រើនគាត់អត់ចាប់អារម្មណ៍គោដូចថាវាយឺតដល់យឺតអញ្ចឹងគាត់អត់ចាប់អារម្មណ៍គាត់ចាប់អារម្មណ៍ជ្រូកមន់ទាលឿនដោយថាផលិតភ្លាមបានភ្លាមអានេះបើសិនណាជាឡើងហើយអត់មានចុះទេគឺវាអត់មានបាទលពូបើវាកើតមួយឆ្នាំមួយអ្នកបោះបង់ចោលច្រើនដល់អញ្ចឹងវាអាចដាច់ពូជទេគោ
ចាំមើលវិញជឿខ្ញុំខែ2026ដាច់មែនតើ បាទលោកពូអញ្ចឹងសូមជំរាបសួរលោកពូបន្តទៀតតាក់តងនឹងនេះលោកពូឃើញបងប្អូនយើងគាត់ខមមិនសួរគាត់ថាតើសម្រាប់មេពូជតើអាចឲ្យស៊ីចំណីបានអត់ អានឹងវាអត់បញ្ហាចំណីបើគាត់តែយើងយកចំណីមេពូជមកកុំឲ្យយកចំណីគោសាច់ អញ្ចឹងចំពោះចំណីគឺយើងមានចំណីមេពូជហើយនឹងចំណីគោសាច់ បាទ បាទអញ្ចឹងគឺយើងបែងចែកចំណីសម្រាប់ឲ្យគោស៊ី បាទ ហើយជាក់ស្ដែងលោកពូឲ្យស៊ីនេះដូចជាមានចំណីដែរលោកពូ ខ្ញុំឲ្យស៊ីចំណីបើចំណីមេពូជទេ បាទ តែឲ្យស៊ីតិចទេគោមេគោយើងយកកូនអញ្ចឹងយើងអត់ឲ្យស៊ីច្រើនបើឲ្យស៊ីច្រើនវាខាតបើវាមួយឆ្នាំមកបានកូនដល់យើងឲ្យស៊ីចំណីខ្លាំងពេកវាខាតបើវាសនុកថែមេគោវាអត់ដូចគោសាច់អញ្ចឹងបើយើងដាក់ទៅបាហើយគឺវាធាត់ហើយ បាទលោកពូ ស៊ីមកវាអាចធាត់ហើយ អញ្ចឹងចំពោះចំណីគឺយើងអាចឲ្យស៊ីបាន បាទ ប៉ុន្តែមួយទៀតក៏យើងមិនអាចឲ្យស៊ីច្រើនបានដែរដោយសារតែរយៈពេលដែលយើងចិញ្ចឹមគឺវាយូរ វាយូរ បាទលោកពូហើយអញ្ចឹងមិនមែនថាគូដែលឲ្យស៊ីចំណីខូចគោខូចអីអត់ទេ អត់ទេមិនមានលទ្ធភាពឲ្យស៊ីដូចគោសាច់ក៏អត់អីដែរបើគាត់ឲ្យស៊ីអញ្ចឹងវាខាតព្រោះវាមួយឆ្នាំមិនបានមួយដល់មួយឆ្នាំវាបានលក់ដល់ឲ្យយើងឲ្យស៊ីច្រើនវិញវាអាចខាតមួយថ្ងៃយើងឲ្យស៊ីទៀតបន្តិចមួយប្រហែលតែមួយខាំទៅពីរខាំចំណីហ្នឹង បាទលោកពូ ដាក់ឲ្យធំហ្នឹង អញ្ចឹងលោកពូបានស្រាយចម្ងល់ពុកម៉ែបងប្អូនហើយ បាទ ដែលសួរថាតើគោមេពូជតើយើងអាចឲ្យស៊ីចំណីបានអត់អញ្ចឹងគឺបានប៉ុន្តែយើងឲ្យស៊ីតិច បាទ ប៉ុន្តែបើយើងឲ្យស៊ីច្រើនក៏បានដែរ ឲ្យស៊ី ប៉ុន្តែ ច្រើន បើអស់លុយច្រើន វាអស់លុយច្រើនវាអត់ចំណេញ បាទមិនមែនថាឲ្យស៊ីទៅវាខូចគូខូច អ អី ត់ គឺ ទេ អត់ទេ អត់ខូចឲ្យស៊ីសុតក៏បានដែរបើគាត់វាខាត បាទលោកពូហើយចឹងចំពោះគោរបស់លោកពូដែលឲ្យស៊ីចំណីពីមុនហ្នឹងណា បាទ ដូចថាមេពូជដែលលោកពូដាក់ចំណីឲ្យស៊ីហ្នឹងលាយជាមួយស្មៅមួយអីហ្នឹងហើយឬមួយកាកដលងហ្នឹងតើមានបញ្ហាអីអត់លោកពូពេលដែលវាកើតកូនមក អត់មានទេកើតមកនឹងទឹកដោះកូនបាច់ទឹកគិចទេបើមកផ្លេតឆ្អែតមកសម្បូរទឹកដោះ បាទលោកពូហើយមួយទៀតលោកពូមានបងប្អូនយើងសួរថាតើគោស៊ីចំណីអញ្ចឹងតើវាឆាប់រកឈ្មោលអត់លោកពូ ឆាប់រកឈ្មោលព្រោះវាមានកម្លាំងគឺកើតមកបាននេះអាខ្លះទេមកទឹកទៅរកហើយបើគាត់តែយើងដាក់អត់កើតព្រោះវាអត់តន់សះវាអាចនៅឈាមនៅអីចឹង បាទលោកពូអញ្ចឹងគឺអត់មានប៉ះពាល់អីទេ អត់ សម្រាប់ ប៉ះទេ មេគោដែលស៊ីចំណី បាទ ចំពោះការប្រកាសដោយសព្វនិមិត្តវិញតើការប្រកាសដោយសព្វនិមិត្តតើវាធ្វើឲ្យខូចមេគោឬក៏យ៉ាងម៉េចដែរលោកពូមានបងប្អូនយើងគាត់សួរអញ្ចឹងណា អាហ្នឹងវាខ្លាចដូចគ្នាកាលខ្ញុំវាអត់តន់ចេះប្រកាសគេមកប្រកាសឲ្យក៏អត់ហ៊ានដែរតែគោខ្ញុំកូន4ចូល5ដងនេះខ្ញុំប្រកាសកូន5ហ្នឹងគឺអត់អីហើយស្រួលទៀតអត់មានថាប៉ះពាល់ដាក់ទៅស្រួលគោអត់មានទៅពិបាកខ្លាចបាក់ជើងបាក់ដៃអត់ទេហើយយើងសុខភាពវាល្អកើតមកអត់មានពិបាកមានអីផងហើយដល់គាត់យើងគាត់ខ្លាចតគ្នា បាទ គាត់ថាដាក់ទៅខូចគោតែម្ដងអស់គោនហើយគោខ្ញុំកូនសារនឹងទៀត5ឆ្នាំកូន5នេះ ហ្នឹងលោកពូដាក់សព្វនិមិត្តហ្នឹងបទពិសោធន៍គឺ5ឆ្នាំហើយ 5ឆ្នាំហើយ បាទអត់មានថាខូចគោឬអីដាក់ម្ដងហ្នឹង អត់ទេ គោហ្នឹងវាលែងរកឈ្មោះឬក៏វាវាអីអញ្ចឹង អ អត់ទេ ត់អត់ទេ បាទអញ្ចឹងនេះគឺជាចម្លើយរបស់លោកពូដែលលោកពូមានបទពិសោធន៍តាក់ទងនឹងការដាក់សព្វនិមិត្តហ្នឹងហើយអញ្ចឹងកាលពីមុនគឺលោកពូអត់ជឿទេ ខ្ញុំអត់ស្ើជឿដែរឬគេថាអញ្ចឹងដល់ពេលពិសោធន៍ខ្លួនឯងខ្ញុំដាក់វាចូល4ឆ្នាំវាកូនបាន4ប៉ុន្តែមុននឹងមួយឆ្នាំគេដាក់ឲ្យ បាទ បាទហើយវាចូល5ហើយមេមួយខ្ញុំដាក់5ឆ្នាំហើយ បាទអញ្ចឹងដូចជាខ្ញុំបានជំរាបសួរលោកពូច្រើនហើយតាក់ទងនឹងការបំពន់មេគោក៏ដូចជាការឲ្យចំណីមេគោហើយនឹងការចិញ្ចឹមមេគោបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត